សានឆេងមេងមួយឆ្នាំមានម្ដងបងប្អូនដែលនៅឆ្ងាយគ្នាទាំងអស់ទោះជារវល់យ៉ាងណាក៏ឆ្លៀតក្នុងមួយថ្ងៃហ្នឹងមកជុំគ្នាដើម្បីសែនដែរពីមួយឆ្នាំទៅមួយឆ្នាំមកគ្មានថ្ងៃណាដែលសប្បាយជាងថ្ងៃឆេងមេងទៀតទេសប្បាយជុំបងប្អូនហើយក៏សប្បាយញ៉ាំជ្រូកខ្វៃដែរវត្តពិធីបុណ្យសែនភ្នោឬសែនឆេងមេងហ្នឹងមានអាយុកាលជាង2500ឆ្នាំមកហើយនៅចុងខែមីនារហូតដល់ដើមខែមេសាត្រឹមថ្ងៃទី5ខែ4យើងហ្នឹងអស់ត្រឹមហ្នឹងឯងពិធីនេះធ្វើឡើងដោយជនជាតិហាននៃប្រទេសចិនដីគោកដូចជាខុងកុងតៃវ៉ាន់ម៉ាកាវនិងជនជាតិចិននៃប្រទេសម៉ាឡេស៊ីឥណ្ឌូនេស៊ីថៃនិងកម្ពុជាផងដែរនិយាយរួមទៅមិនថាសហរដ្ឋអាមេរិកក៏មានដែរឲ្យតែកាត់ខ្សែស្រឡាយចិនគឺគេតែងតែប្រារព្ធពិធីនេះទាំងអស់ចាចិនតែសួរចិនអត់ចេះម៉ាត់ទេកាត់ចិនមែនប៉ុន្តែបេះដូងខ្មែរសុទ្ធសាធឥឡូវចូលមកដល់សាច់រឿងរបស់យើងនិយាយពីថាជ្រូកខ្វៃយើងវិញខំជប់លៀងផងញ៉ាំបាយពេលព្រឹកផងពេលថ្ងៃផងពេលល្ងាចផងកដៅព្រឹកកដៅល្ងាចនៅតែញ៉ាំមិនអស់ទៀតតាំងពីចុងខែ3រហូតដល់ថ្ងៃនេះជ្រូកខ្វៃទីខ្វៃព្រឹកល្ងាចចង់ប្រាប់ថារូបរាងមួយនេះនិងកាពះមួយនេះទទួលលេងបានហើយសម្រាប់ដូចជ្រូកដែរហើយសល់ទឹកចុងក្រោយចង់ដូររសជាតិថ្មីកុំឲ្យតលន់ពេកណាមួយយើងធ្វើអញ្ចឹងទៅញ៉ាំឆាប់អស់ផងជាដំបូងយើងធ្វើការបុកខ្ទឹមសខ្ទឹមក្រហមមិនចាំម៉ត់ពេកក៏បានដែរផ្សិតខ្មៅនេះខ្ញុំបានត្រាំទឹកវាមកសន្ទុះឲ្យវារៀងរីកគ្រាន់ដែរដើម្បីឲ្យងាយស្រួលលាងឲ្យជ្រះដីល្អអញ្ចឹងណាលាងពូតពេល4-5ទឹកមើលទៅអស់ដីហើយយើងយកវាទៅស្ងោរម្ដងទៀតដាក់ដាំទឹកឪពុះហើយដាក់ផ្សិតខ្មៅរបស់យើងស្ងោរចោល20នាទីផ្សិតខ្មៅនេះយើងត្រូវធ្វើវាស្អាតពូតវាលាងទឹកហើយស្ងោរវាអញ្ចឹងហើយយើងពូតទឹកវាទៀតធ្វើអញ្ចឹងទៅនៅពេលដែលយើងខក្លិនជ្រូកខ្វៃនឹងវាមានក្លិនឈ្ងុយល្អមែនតែនបើតាមសាច់លាងចង់10ទឹកពេលជ្រូកខ្វៃសច្រើនអញ្ចឹងបងប្អូនអរគ្នាចិត្តយកធ្វើអីវិញដែរក្រៅពីខបើមានអីប្លែកបងប្អូនអរគ្នាជួយខមមិននៅខាងក្រោមវីដេអូនេះផងដើម្បីចែករំលែកថ្ងៃក្រោយយើងធ្វើចឹងដែរខជ្រូកខ្វៃនេះឆ្ងាញ់ជាពិសេសស្បែករបស់វាតុនលាក់ដល់ពេលដែលវាឆ្អិនចូលជាតិជាមួយនឹងខហ្នឹងទៅឆ្ងាញ់មែនតែនយើងខឲ្យត្រូវរបៀបត្រូវក្បួនរបស់វាញ៉ាំអត់មានតលាន់ទេញ៉ាំបានច្រើនណាស់ហើយទាំងទឹកសឡទាំងអីចឹងក៏ឆ្ងាញ់ដែរបើនិយាយផ្សិតខ្មៅនេះវិញលាងពូតទឹកវារហូតដល់ទឹកវាថ្លាងបងប្អូនគ្នាបានខ្ញុំយកវាទៅខធ្វើឲ្យស្អាតចឹងទៅថ្នឹកញ៉ាំដាក់ឆ្នាំងក្តៅហើយចាក់ខ្លាញ់ចូលបន្ទាប់មកចាក់ខ្ទឹមសខ្ទឹមក្រហមដែលយើងបានបុកមុនហ្នឹងចាក់វាចូលទៅលីងឲ្យឡើងឈ្ងុយបន្ទាប់មកដាក់ផ្កាច័ន្ទចំនួន5ផ្កាយើងបន្តលីងវារហូតដល់វាឡើងឈ្ងុយក្លិនសប់ចូលគ្នាបន្ទាប់មកយើងចាក់ស្ករត្នោតចូលចំនួនកន្លះវែកស្លត្រង់ចំណុចនេះយើងប្រើភ្លើងតិចអត់ប្រើភ្លើងខ្លាំងទេតែប្រើភ្លើងខ្លាំងស្កររបស់យើងខ្លោចហើយអញ្ចឹងយើងលីងវាតាមតំណើណាបន្ទាប់មកតែស្ករយើងក៏លាយឡើងពងក្រងហើយយើងចាក់ប្រេងខ្យងចូលមួយវែកស្លទឹកត្រីមួយវែកស្លដែរយើងចាក់កូរចូលគ្នាឲ្យឡើងឈ្ងុយមែនតែនមើលតែគ្រឿងរបស់យើងហ្នឹងកូរឡើងឈ្ងុយសប់ដល់ទៅអិនហើយយើងចាក់ជ្រូកខ្វៃរបស់យើងចូលទៅក្នុងហ្នឹងទៅដាក់ផ្សិតខ្មៅចូលក្នុងហ្នឹងឲ្យហើយដែរមកហើយយើងកូរជ្រូកខ្វៃជាមួយនឹងគ្រឿងហ្នឹងឲ្យវាចូលគ្នាឲ្យសព្វដោយសារតែឆ្នាំងរបស់ខ្ញុំហ្នឹងទូចពេកជ្រូកខ្វៃច្រើនជ្រុលល្អទៅពេលអញ្ចឹងក៏មានតែផ្ទៃឆ្នាំងថ្មីធំជាងហ្នឹងទេបានមួយឆ្នាំងធំអញ្ចឹងតែស្លត្រូវស្លឆ្ងាញ់ញ៉ាំតែ2ពេលអស់ហើយយើងខបែបថាសាមញ្ញទេប៉ុន្តែឆ្ងាញ់កប់សេរីលីងគ្រឿងលីងអីឲ្យឈ្ងុយមកហើយយើងថែមផ្សិតខ្មៅថែមអីចឹងខរបស់យើងញ៉ាំទៅអត់តលន់តិចសោះយើងទទួលបានរសជាតិថ្មីប្លែកបែបទៀតជាពិសេសស្បែកជ្រូកនឹងកញ្ញាំជើងជ្រូកនឹងហ្មងពេលខហើយឆ្ងាញ់ណាស់ពីមុខហ្នឹងគ្រឿងក្រៅអីដែលយើងមិនបាច់ថែមច្រើនដែរដោយសារជ្រូកខ្វៃរបស់យើងហ្នឹងវាមានរសជាតិប្រៃផ្អែមឯក្នុងហ្នឹងស្រាប់ដែរហើយអញ្ចឹងយើងដាក់គ្រឿងតិចតួចទៅខហ្នឹងឆ្ងាញ់បាត់ហើយដោយសារតែខ្ញុំដូរឆ្នាំងអញ្ចឹងទៅក៏កលេងទឹកជាមួយនឹងឆ្នាំងដែលជាប់នឹងគ្រឿងហ្នឹងកលេងវាឲ្យចាក់ចូលជ្រូកខ្វៃហ្នឹងសិនក្លុកគ្រឿងហើយនឹងទឹកហើយនឹងជ្រូកខ្វៃហ្នឹងឲ្យវាចូលគ្នាឲ្យសព្វដាក់រំងាស់វាចោលមកស្ទុះសិនត្រឹមតែទឹកហើយនឹងគ្រឿងក្រៅហ្នឹងវាចូលជាមួយនឹងជ្រូកខ្វៃនឹងសព្វល្អដោយសារតែថ្ងៃហ្នឹងចង់ញ៉ាំរសជាតិជាតិខ្លាំងបន្តិចចឹងក៏ថែមរ៉ឺឌីចំនួន2ស្លាបព្រាបាយម្រេចក៏ដាក់រៀងច្រើនដែរខ្ញុំដាក់3ស្លាបព្រាកាហ្វេពេញហ្មងនៅពេលដែលជ្រូកខ្វៃរបស់យើងវាឡើងខាស់ទឹកហើយយើងថែមម្រេចថែមគ្រឿងចឹងវាឡើងឈ្ងុយល្អមែនតែនយើងកូរគ្រឿងនឹងចូលគ្នាឲ្យសព្វម្ដងទៀតនិយាយទៅនៅពេលដែលយើងកូរយើងកុំប្រើដៃខ្លាំងយើងប្រើរៀងថ្នមទីបងប្អូនអរគ្នាដោយសារតែជ្រូកខ្វៃរបស់យើងវារៀងផុយស្រាប់ហើយតែកាលណាយើងរៀងដៃខ្លាំងវាធ្វើឲ្យជ្រូកខ្វៃនឹងបែកវល់បន្ទាប់មកយើងថែមទឹកវាឲ្យលិចជ្រូកខ្វៃរបស់យើងនឹងមកដាក់ងាស់វាចោលប្រហែលជា20នាទីទៀតទៅបានញ៉ាំហើយនិយាយទៅមុខនេះងាយស្រួលធ្វើឲ្យឆាប់បានញ៉ាំជាងខធម្មតាបើខធម្មតាយើងនឹងងាស់វា1ម៉ោង2ម៉ោងអីត្រឹមតែវាផុយជ្រូកខ្វៃវិញវាផុយស្រាប់ហើយអញ្ចឹងងាយស្រួលធ្វើមែនតែនលឺសលេងពុះក្រាក់បើថាពណ៌របស់គេវិញមើលទៅឡើងតំណងហើយបើក្លិនវិញឡើងឈ្ងុយខជ្រូកខ្វៃនេះមួយគ្មានអីឆ្ងាញ់ជាងកញ្ញាំជើងហើយនឹងស្បែករបស់វាទេឆ្ងាញ់មែនតែនជាតិដល់ហើយហ
ហត់ទឹកខក្តៅក្តៅជាតិញ៉ាំជាមួយនឹងផ្សិតជាមួយអីចឹងទៅជាតិខ្លាំងបងប្អូនអរគ្នាហើយសំខាន់ណាស់ងាយស្រួលធ្វើយើងចំអិនតែមួយផ្លេតបានញ៉ាំភ្លាមតន់ចិត្តហ្មងហើយណាមួយប្លែកមកពីយើងញ៉ាំជ្រូកខ្វៃតទេវាតលាន់ណាយើងញ៉ាំមួយថ្ងៃដែរមើលចង់10ថ្ងៃដែរហ្នឹងនិយាយទៅជ្រូកខ្វៃដែលសល់មួយគ្មានអីល្អជាងខជំរើសចុងក្រោយ the best ជាងគេសម្រាប់ខមួយហ្នឹងខចុះខឡើងបានឡើងមួយឆ្នាំបឹបតែម្ដងរងាស់កាន់តែយូរកាន់តែជាតិនិយាយទៅមួយឆ្នាំសាច់សល់ចម្រុះមានពវៀនជ្រូកតាំងពីថ្ងៃមុនផងហើយអាពងទាដែលយើងសែនតាសល់ក៏ដាក់ក្នុងហ្នឹងដែរហើយសាច់ជ្រូក3ជាន់ស្ងោយហ្នឹងដាក់អស់ហើយប្រមូលទៅអស់លេងហើយនិយាយរួមទៅមួយឆ្នាំហ្នឹងគឺមួយឆ្នាំទឹកចុងក្រោយតែម្ដងញ៉ាំអស់មួយឆ្នាំហ្នឹងគឺថាដាច់ប៉ិតអស់ហើយម្ហូបសែនជ្រូកមួយក្បាលហ្នឹងរឿងធំទៅពេលចឹងទៅស្បែករបស់វាក៏រឿងស្វិតតាមហ្នឹងដែរទៅពេលចឹងឆ្ងាញ់ណាស់បងប្អូនគ្នាយើងរងាស់វាផងអីចឹងណាជាតិមែនតែនបើថាប៉ះជ្រូកខ្វៃខ្ចីយកទៅខមិនសូវឆ្ងាញ់ហ្មងទេនិយាយទៅវាឆ្ងាញ់ដែរថាយើងឆ្ងាញ់តាមទឹកដំបូងយើងរងាស់ភ្លាមហ្នឹងឆ្ងាញ់ណាតែបើថាយើងរងាស់សល់ដល់ស្អែកឬមួយក៏ល្ងាចអីចឹងវារឿងផុយពេកអត់សូវឆ្ងាញ់ដូចអាជ្រូកចាស់ចេះហេជ្រូកកាន់តែចាស់ងាស់កាន់តែយូរកាន់តែជាតិកាន់តែឆ្ងាញ់ហ្មងអរគុណច្រើនបងប្អូនគ្នាដែលតាមដានវីដេអូនេះរហូតដល់ចប់បាយបាយ